នៅស្រុកខ្មែរយើងមានធុកហើយនឹង Pass App នៅអាមេរិកនេះគឺមាន Uber ហើយនឹង Lyft មុខរបរមួយនេះរកលុយបានគួរសមហើយមានភាពឯករាជ្យនៅពេលដែលយើងរកស៊ីប្រភេទនេះគេចាត់ទុកយើងថាជា self employed ការងារនេះគឺអត់តម្រូវឲ្យមានជំនាញអ្វីទេគ្រាន់តែឲ្យចេះតែភាសាអង់គ្លេសបានបន្តិចបន្តួចចេះមើល Google Map ហើយនឹងចេះបើកឡានតំបន់ដែលមានតម្រូវការជាច្រើនចំពោះមុខរបរនេះភាគច្រើននៅក្នុងទីក្រុងធំៗឧទាហរណ៍ដូចជា San Francisco, Los Angeles ហើយនិង Las Vegas ជាពិសេសនោះគឺនៅម្ដុំពលានយន្តហោះការងារមួយនេះគឺយើងអាចធ្វើពេលណាក៏បានគឺសម្រាប់ទៅលើពេលវេលាដែលយើងអាចធ្វើបានថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅទីក្រុង Fresno ទៅជួបបងប្រុសខ្មែរម្នាក់ដែលគាត់មានជំនាញខាងបើក Uber បទពិសោធន៍ពេញម៉ោង8ឆ្នាំមកហើយសុខសប្បាយតាមពិតខ្ញុំធ្វើដំណើរជាង2ម៉ោងពីផ្ទះខ្ញុំមកនេះគឺគាត់ស្នើសុំឲ្យខ្ញុំជួយដូរធុងទឹកក្តៅឲ្យគាត់ប៉ុន្តែជ្រាបឱកាសនេះខ្ញុំក៏សួរនាំគាត់ថាតើការបើក Uber នឹងត្រូវការអ្វីខ្លះហើយនឹងមានផលប្រយោជន៍អ្វីខ្លះឡានធំវាបានលុយច្រើនឡានធំបានលុយច្រើនហើយយើងដឹកបានលុយច្រើនគេហៅ Uber XL ឬក៏ Uber XXL អាហ្នឹងមួយជើងបានតែ100ជាងវ៉ាវបាទហើយមួយថ្ងៃយើងបានអាហ្នឹងទៅ2 3ជើងគ្រប់លុយបាត់ហើយយើងអត់សូវរត់ដូចខ្ញុំថាយើងអត់សូវរត់ច្រើនជើងបើយើងតែមក Uber X តតែយើងរត់7-20ជើងហ្នឹងបានលុយ300អីយល់ទេតែបើនេះ6ទៅ7ជើង300 400 easy ហើយភាគច្រើនមនុស្សមិនម្នាក់មកជិះមែន sometimes តែម្នាក់ផង Really បាទគេអាហ្នឹងគេហៅ Uber Comfort they just want right yeah គេ want spaces គេ want space they want convenient right now yes ជាពិសេសយើងដឹកតែពួកអ្នកដូចជាអ្នកធ្វើការគេហៅអ្នកទៅក្រុមហ៊ុនធំៗនេះណាគេធ្វើការឲ្យក្រុមហ៊ុនធំៗគេ fly មកប្រជុំមក join meeting អី1ម៉ោង2ម៉ោងអីគេចិត្ត order នឹងជីហើយបានលុយដូចថ្ងៃណានោះខ្ញុំបានដល់500មួយថ្ងៃហើយដឹងប្រហែលជើងឯង7ជើងonly 7 ride I make $500 បងប្អូនដែលគាត់អត់មានការងារធ្វើហើយក៏ហើយចេះបើកឡានចេះប្រើ app ចេះនិយាយភាសាអង់គ្លេសសមរម្យហើយអត់ចង់ធ្វើការឲ្យគេ wanna be his or her own boss គាត់អាច decided to go ជាមួយនឹងឡានធំបានចូលចិត្តអាហ្នឹងដោយសារ no bossy no boss independent job secondlyយើង on and off anytime you want to very flexible schedule តែខ្ញុំចង់ទៅស្រុកខ្មែរខ្ញុំ take មួយខែ off មកវិញរត់ទៀត I love that hey I love your job too ហើយ location ដែល recommend គឺទៅកន្លែងដែលជាកន្លែងធំ example LA Bay Area Las Vegas នឹងជាកន្លែងដែលយើងអាចហូបលុយបានច្រើនដូចពួកខ្ញុំបើ Las Vegas វិញគឺខ្ញុំសុខចិត្ត rent a room over there I got ខ្ញុំ rent នៅនោះមួយខែ$800 room តែប៉ុណ្ណា$800ពីមុន room tiny one 1200ផងដោយសារពួកយើងមិនអាចបើកមកផ្ទះរាល់ថ្ងៃបានយើងនៅស្នាក់នៅនោះប៉ុន្តែរៀងរាល់ weekend like Friday night យើង drive ហូបផាកឡានមួយទុកបើកឡានចាស់មកផ្ទះyeah we doing that ហើយផ្ទះយើងនៅ Fresno ហ្នឹងហើយផលដែលយើងមិនអាចយើងធ្វើអញ្ចឹងដោយសារយើងមិនអាចមានលទ្ធភាពទិញនៅក្នុងពួកនៅនោះថ្លៃពេកផ្ទះប្រហែលប៉ុណ្ណេះតែ2លានមកហើយផ្ទះប៉ុណ្ណេះ2លានជាងឥឡូវហ្នឹងហើយផ្ទះនៅនេះ33ម៉ឺនខុសគ្នាហើយផ្ទះដូចគ្នាបាទផ្ទះដូចគ្នានិយាយ builder mode អីដូចគ្នាខ្ញុំយល់ទំហំបាទខ្ញុំថាខុសទីហើយណាមួយខ្ញុំចូលចិត្តនៅនេះវាអាកាសធាតុវាគ្រាន់បើដែរហើយវាសម្បូរដូចថាបន្លែក៏អីញ៉ាំយើង Asian យើងញ៉ាំបន្លែញ៉ាំខ្ញុំឮច្រើនរឿងនៅ Fresno នឹងគឺច្រើនតបែកនេះថាមានតបែកនឹងឯដើម2ដើមមិនទាន់បានផ្លែអញ្ចឹងបាទខ្ញុំផ្លែចាំ I call you yeah the qualification you have to have a good record on driving no DUI no felony no anything so no DUI no felony yeah good record ហើយ background check they do like every 6 months ទី2ឡានគេអត់ឲ្យចាស់ពេកហើយក៏អត់ឲ្យបានកាន់តែថ្មីកាន់តែល្អតែមកចាស់ពេកអូខេឧទាហរណ៍អ្នកទៅមកពីស្រុកខ្មែរហើយមកដល់បាន license ភ្លាមអាចធ្វើការនឹងបានឬអត់ឲ្យតែ over 21 years old I think should over 21 yeah ហើយ good record ជាងអត់តម្រូវមាន
experience long No, term. I saw a lot of Chinese people. They don't even speak English. Indian No, Chinese people in San Francisco they មកពីប្រទេសចិនភ្លាមៗ Yeah. ទាំងស្រីទាំងប្រុសអត់មានចេះនិយាយអង់គ្លេសផងពេលទិញឡានថ្មីយកមករត់ទិញឡានដូចខ្ញុំយកមករត់សសរថ្មីហ្នឹងហើយ I recommend to invest in a new car new car better because new car វាអត់ disturb យើងពេលវេលាយើង ចា វាអត់មានថាអូខូចនេះខូចនោះអីទេធ្វើម៉េចដូរប្រេងដូរអីឲ្យទៀងទាត់ plus នៅពេលយើងធ្វើ Uber one benefit គឺធ្វើតាក់យើងដូចទិញឡាននឹង free អញ្ចឹងធ្វើតាក់យើង claim ឲ្យចំនួនដែលយើងបង់លុយថ្លៃឡាននឹងរាល់ខែហ្នឹងយើង write off បានទាំងអស់ យើង write off mileage ចា ឥឡូវនេះគេឲ្យ mileage វិញគេអត់ count នៅលើយើង spend ផ្សេងៗទេព្រោះ government គេឲ្យ mileage ប៉ុន្តែ mileage នឹងល្អយើងអាច add ពីលើនឹងអត់មកថាយើងមួយឆ្នាំអស់ 20000 ម៉ាយយើងអាចដាក់ 40000 ម៉ាយក៏បានដែរខ្ញុំដូចខ្ញុំប្រាប់ខាងដើមខ្ញុំចូលចិត្ត independent job ខ្ញុំអត់ចូលចិត្តធ្វើការនៅក្រោមគេ bossy យើងចេះចុះអញ្ចឹងណាហើយ flexible hour Okay. ហើយយើងធ្វើការដូចយើងយកខ្ញុំថាយើងចង់ទៅស្រុកខ្មែរមួយខែយើងអាចឈប់ទៅយើងទៅបានហើយយើងមានលុយយើងមកវិញយើងរត់ទៀតទៅបើកឡានយើងរត់ទៀតទៅ Some kind of freedom. Yeah freedom Let's go see the car. So I see ឃើញថាមាន Uber and Lyft. បងរត់ទាំង Lyft ដែរខ្ញុំ my account យ៉ា my account with Lyft គឺ Lyft ខ្ញុំទៅបានប្រហែលជា 3-4000 ប្រៃទេប៉ុន្តែ Uber ខ្ញុំបាន 17000 ប្រៃហើយ8ឆ្នាំហ្នឹង អញ្ចឹង បាទប៉ុន្តែមូលហេតុអីខ្ញុំរត់ Uber ច្រើនជាងដោយសារ Uber ខ្ញុំជឿចិត្ត Uber និយាយចំទៅហើយនៅនោះខ្ញុំឆាប់បានលុយច្រើន អញ្ចឹងវិញ បាទ Lyft ដោយសារជើងខ្ញុំរត់វាតិចពេកចឹងទៅគេឲ្យជើងយើងមិនទៅបានថ្លៃទេឲ្យជើងយើងគេហៅថាតម្លៃធម្មតាអញ្ចឹងបាទអត់បានស្ពេហើយអានេះសាញផង Uber តាំងពី beginning ណាខ្ញុំបានហើយខ្ញុំ keep ខ្ញុំរក្សាទុកមកតឥឡូវ is still working ឥឡូវគេដូរទៅជាអានេះហើយវាអត់ទាន់ចេញថ្មីមកទេគេធ្វើថ្មីដល់ហើយអានេះសេរីចាស់ខ្ញុំធ្វើបានប្រហែលជា6ខែគេឲ្យអានេះព្រោះខ្ញុំធ្វើការ full time ខ្ញុំ work hard អញ្ចឹងណាយើង qualify អាហ្នឹង right away Okay បាទអាហ្នឹងពេលយើង online ទៅវាភ្លឺជាពិសេសពេលយប់ Okay ហើយពេលយើងទៅ pick ភ្ញៀវនៅពេលយប់ភ្ញៀវគេសម្គាល់អាភ្លើងហ្នឹងនៅលើ app ហ្នឹងពណ៌អីឡានហ្នឹងពណ៌អីដូចគ្នា អូអញ្ចឹង Yes អានេះឡានទី4របស់ខ្ញុំហ្នឹង អញ្ចឹង ឡានទី4ណា like I said ឡាននេះ make លុយលឿន ចុះទី1ហើយទី2ទី3 Camry 2016 Camry 10ឆ្នាំ2016ទី2 Camry 18នេះខ្ញុំឲ្យទៅកូនខ្ញុំរត់បានបន្តិចខ្ញុំយកឲ្យកូនបាទហើយទី3 19 Camry 2019 ហើយឡានណាកុំឲ្យទិញ American មិនប្រអាប់ទេណាជាការពិតបើយើងយក Rolls យើងហៅឡានណាដែលវាឡានជប៉ុនវាស៊ូវា last long មានឡានជប៉ុនដូចជា Toyota Honda whatever yeah That's good yeah That's good បើកយូរហើយបង8ឆ្នាំអូ8ឆ្នាំបើឥឡូវខ្ញុំ slow down ហើយដោយសារម្ដាយខ្ញុំគាត់មកអញ្ចឹងខ្ញុំទៅតែ3ថ្ងៃអី3ថ្ងៃបាន900 1000អី3ថ្ងៃហើយខ្ញុំអត់ខំខ្លាំងដូចមុនទេខ្ញុំរៀបថាតាមតាណាបាទ ចំណុចសំខាន់ពីរទៀតដែលគាត់បានប្រាប់ថានៅពេលដែលយើងរត់ Uber បាន2ឆ្នាំយើងមានបទពិសោធន៍2ឆ្នាំនេះគឺយើងមានសិទ្ធិជ្រើសរើសថាតើជើងមួយណាបានលុយច្រើនហើយជើងមួយណាបានលុយតិចយើងអាចជ្រើសរើសបានម្យ៉ាងទៀតយើងអាចទៅជួលឡានពីក្រុមហ៊ុនយកមករត់បានប៉ុន្តែគាត់មិនណែនាំទេពីព្រោះវាអត់សូវចំណេញឥឡូវនេះការបដូរធុងទុកដៅរបស់ខ្ញុំបានរួចរាល់ហើយកុំភ្លេច follow បើសិនជាចង់ដឹងអំពីការរកចំណូលដែលមានភាពឯករាជ្យហើយនិងសេរីភាពខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតនៅពេលក្រោយអរគុណ